រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុនបានថ្លែងកោតសរសើរដល់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានបដូវវេនអាស៊ានដែលបាននឹងកំពុងព្យាយាមស្វែងរកដំណោះស្រាយឲ្យវិបត្តិភូមិពិសេសជំរុញការអនុវត្តកិច្ចព្រមព្រៀងចំនួន5ចំណុចរបស់ប្រមុខដឹកនាំអាស៊ានកាលពីឆ្នាំ2021នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាអ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជាយល់ឃើញថាការដោះស្រាយឲ្យវិបត្តិភូមិនៅតែជាកិច្ចការដ៏ស្មុគស្មាញមួយព្រោះវាមានជាប់ពាក់ព័ន្ធជាមួយភាគីផ្សេងដែលជាមហាអំណាចធំៗដូចជាចិនរុស្ស៊ីនិងសហរដ្ឋអាមេរិកក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី26ឧសភាលោកប្រាក់សុខុនក៏បានលើកឡើងថាកិច្ចសន្ទនានយោបាយប្រកបដោយជោគជ័យក្នុងប្រទេសភូមាអាចបម្រើដល់គោលបំណងពីរទី1គឺការផ្ដល់ជំនួយមនុស្សធម៌គ្មានដែនកំណត់និងការកៀរគរធនធានសម្រាប់កសាងប្រទេសភូមាឡើងវិញនិងទី2គឺការផ្សះផ្សាភាពខុសគ្នាផ្នែកនយោបាយនិងកសាងទំនុកចិត្តឆ្ពោះទៅរកដំណោះស្រាយយូរអង្វែងការលើកឡើងរបស់លោកប្រាក់សុខុនដូចនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានរំលេចបញ្ហាប្រឈមជាច្រើននៅពេលបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី46ក្នុងថ្ងៃទី26ឧសភាក្រៅពីបញ្ហាភូមិលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានលើកឡើងពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបញ្ហាភូមិត្រូវបាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីអះអាងថាគឺមានភាពជឿនលឿនគួរឲ្យកត់សម្គាល់បន្ទាប់ពីបានបង្កើតក្រុមប្រឹក្សាយោបល់ក្រៅផ្លូវការមួយដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត់នេះបើតាមទីភ្នាក់ងារព័ត៌មាន AP ដោយបានឲ្យដឹងទៀតថាកាលពីខែមេសាលោកអាន់វ៉ាបានជួបពិភាក្សាជាមួយមេដឹកនាំរបបសឹកភូមាលោកមីនអងលៀងក្នុងទីក្រុងបាងកកនិងជួបសន្ទនាតាមប្រព័ន្ធអនឡាញជាមួយរដ្ឋាភិបាលរួបរวมជាតិដែលជាក្រុមប្រឆាំងនឹងរបបសឹកភូមាសូមរំលឹកថានៅក្នុងវិបត្តិភូមិដែលមានរយៈពេល4ឆ្នាំគិតចាប់តាំងពីថ្ងៃរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសានស៊ូជីក្នុងខែកុម្ភៈឆ្នាំ2021អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាធ្លាប់បានខ្នះខ្នែងឲ្យមានការចរចារវាងភាគីចំនួនសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិលោកសេងវ៉ាន់លីយល់ឃើញថាអាស៊ានដែលម៉ាឡេស៊ីធ្វើជាប្រធានបដូវវេនពេលនេះហាក់មានចំហស្រស់ស្រួលមួយក្នុងការដោះស្រាយវិបត្តិភូមិតែលោកទទួលស្គាល់ថាការដោះស្រាយវិបត្តិភូមិជាដំណើរផ្លូវដ៏លំបាកមួយព្រោះវាមានជាប់ពាក់ព័ន្ធជាមួយប្រទេសមហាអំណាចធំៗដូចជាចិនរុស្ស៊ីនិងសហរដ្ឋអាមេរិកតាមលោកសេងវ៉ាន់លីវិបត្តិភូមិអាចនឹងចប់ប្រសិនបើប្រទេសមហាអំណាចដែលកំពុងប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់ Indo-Pacific បង្ហាញពីឆន្ទៈនយោបាយពិតប្រាកដក្នុងការជួយអាស៊ានឲ្យដោះស្រាយវិបត្តិមួយនេះ